បុរសម្នាក់ស្ទាក់ចាប់ក្មេងស្រីស្រស់សាឡាប៉ុនប៉ងរំលោភនៅស្រុកលើកដែកខេត្តកណ្ដាលស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានចេញការបំភ្លឺជាផ្លូវការពាក់ព័ន្ធនឹងការបង្ហោះនៅលើបណ្ដាញសង្គម Facebook ដោយគណនីដែលមានឈ្មោះថា Pauline ដែលបានផ្សព្វផ្សាយព័ត៌មានអំពីករណីបុរសម្នាក់ស្ទាក់ចាប់កូនសិស្សសាលានិងបំរុងសម្រាប់សម្ពុតនៅតំបន់ព្រៃស្ងាត់ចំណុចម៉ោងបញ្ចុះសពដែលស្ថិតនៅភូមិស្ពានដែកឃុំព្រៃទម្លាប់ស្រុកលើកដែកខេត្តកណ្ដាលក្រោយទទួលបាននៅព័ត៌មាននេះភ្លាមៗតាមបទបញ្ជារបស់លោកឧត្តមស្នេហ៍តូឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលកម្លាំងជំនាញពាក់ព័ន្ធនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកលើកដែកបានចុះស្រាវជ្រាវជាបន្ទាន់ជាលទ្ធផលសមត្ថកិច្ចបញ្ជាក់ថាករណីនេះជាករណីប៉ុនប៉ងរំលោភសេពសន្តិវៈដែលបានកើតឡើងនៅថ្ងៃទី10ខែកក្កដាឆ្នាំ2026វេលាម៉ោង12:10នាទីនៅទីតាំងខាងលើតាមរបាយការណ៍របស់សមាជិកជនរងគ្រោះជាក្មេងស្រីអាយុ13ឆ្នាំជាសិស្សរស់នៅភូមិស្ពានដែកឃុំព្រៃទន្លាប់ស្រុកលើកដែកខេត្តកណ្ដាលចំណែកឯជនសង្ស័យដែលមានឈ្មោះថាពេជ្រចម្រើនភេទប្រុសអាយុ30ឆ្នាំមានទីលំនៅនៅខេត្តស្វាយរៀងការធ្វើតេស្តទឹកនោមបង្ហាញថាមិនមានសារធាតុញៀននៅក្នុងខ្លួនជនសង្ស័យឡើយវត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមានអាវសិស្សក្រណាត់ដៃវែងពណ៌សមួយនិងសំពត់សិស្សពណ៌ខ្មៅដែលរហែកមួយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានផឹកស្រាស្រវឹងហើយបានធ្វើសកម្មភាពស្ទាក់កង់ក្មេងប្រុសស្រី2នាក់មុននឹងចាប់ក្មេងស្រីចុះពីលើកង់និងបំរុងសម្រាប់សម្ពុតដើម្បីយកទៅឲ្យប្អូនស្រីរបស់ខ្លួននៅខេត្តស្វាយរៀងទោះបីជាយ៉ាងណាក្មេងស្រីរងគ្រោះបានប្រឆាំងនឹងរត់គេចខ្លួនទើបមានអ្នកដទៃមកជួយទាន់ពេលវេលាបច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅអัยការអមស្លាដំបងខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធីច្បាប់តាមរបាយការណ៍របស់សមត្ថកិច្ចជនរងគ្រោះជាក្មេងស្រីដែលមានអាយុ13ឆ្នាំជាសិស្សដែលរស់នៅភូមិស្ពានដែកឃុំព្រៃទន្លាប់ស្រុកលើកដែកខេត្តកណ្ដាលចំណែកឯជនសង្ស័យដែលមានឈ្មោះថាពេជ្រចម្រើនភេទប្រុសអាយុ30ឆ្នាំមានទីលំនៅនៅខេត្តស្វាយរៀងការធ្វើតេស្តទឹកនោមជនសង្ស័យបានបង្ហាញថាមិនមានសារធាតុញៀននៅក្នុងខ្លួនជនសង្ស័យនោះឡើយចំណែកវត្ថុតាងដែលសមត្ថកិច្ចចាប់បានរួមមានអាវសិស្សក្រណាត់ដៃវែងពណ៌សមួយនិងសំពត់សិស្សពណ៌ខ្មៅរហែកមួយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានផឹកស្រាស្រវឹងហើយបានធ្វើសកម្មភាពស្ទាក់កង់ក្មេងប្រុសស្រីចំនួន2នាក់មុននឹងចាប់ក្មេងស្រីចុះពីលើកង់និងបំរុងសម្រាប់សម្ពុតដើម្បីយកទៅឲ្យប្អូនស្រីរបស់ខ្លួនដែលរស់នៅខេត្តស្វាយរៀងទោះបីជាយ៉ាងណាក៏ដោយក្មេងស្រីរងគ្រោះបានប្រឆាំងនិងបានរត់គេចខ្លួនដើម្បីឲ្យអ្នកដទៃមកជួយទាន់ពេលវេលាបច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងទៅអัยការអមសាលាដំបងខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធីច្បាប់